water ក៏មានអាតូមីផងដែរចា៎ จะส่งเลี้ยงมาได้เลี้ยงง่ายที่วิสิตเนรีบาในกรมใบยินเนี้ยจะสมบัติกับบางตัวโจรูจำนวนที่บางหรือที่มีประนังสตรีบางอัพพิโลจังบองโอนกับบางรูปแต่บางตัวโจรูบางสนจุยคำมันแบบกราบตัวเล็กนะจังบองโอนดักเนี้ยเคยทาบองโอนกับบางโจรูบางคือปกวดบางขัดคองบางรถประนังยกจงไงบางคือปัจจุบันใครแมนแตนบางให้เนี่ยจูรวมจราน้องปนนักนี้นะบางสำหรับลูกยมคืออัดบานตัวจูรวมเตปันแต่ตัวอสัตโตจมปูบองปนในบานตัวจูรวมให้ได้เจียปนปลอกกอดกับบานตัวจมวยเม็ดใดบางดับกิโลบางสถานะตัวเม็ดใดบองปนนักนี้นะบางเนี่ยรถจงไงจังบองปนนักนี้ได้จะเคยจมวยนังรูปเพียบในดาวบิดโอนจังบางคือจิตกรรมอภิบระบบปนแต่กดตัวบานจมวยนังGDP បាទលេខ1និងលេខ2លេខ3បាទហើយมันមានត្រឹមតែខ្មែរយ៉ាងទេបាទបងប្អូនហ្នឹងគឺមានទាំងបាទបងប្អូនដែលជនបរទេសគាត់ក៏បានចូលរួមច្រើនបាទអញ្ចឹងគឺអ្នកចូលរួមច្រើនមែនតើហើយបងប្អូនទាំងខ្ញុំជឿជាក់ថានៅពេលដែលយើងទៅចូលរួមព្រឹត្តិការណ៍បែបនេះគឺមានអារម្មណ៍ថាសប្បាយមែនតើបាទដោយសារតែមានបងប្អូនយើងគាត់ចូលរួមដើម្បីរួមចំណែកបាទអញ្ចឹងការរត់ទាំងអស់ហ្នឹងគឺយើងយកថវិកាទាំងអស់ហ្នឹងដើម្បីជួយទៅដល់បាទកុមារហើយបងប្អូនដែលឃើញបងប្រុសដែលគាត់ជាជនជាតិអញ្ចឹងគាត់បាទរត់គាត់មកយកកូនគាត់មកជាមួយកុំឲ្យខាតអញ្ចឹងមានថារត់បានទាំងប៉ាបានទាំងកូនទៀតបាទចឹងបានទាំងពីរអញ្ចឹងប្រហែលជាមានដៃប្រហែលជាបានពីរតែមើលបាទចឹងបងប្អូននេះគឺជារូបភាពសកម្មភាពរបស់ពួកគាត់ដែលបានក្រោយពីពួកគាត់បានរត់មកដល់គោលដៅបាទអញ្ចឹងទទួលបានបាទមកដល់គោលដៅយ៉ាងមានថាជោគជ័យហើយមិនត្រឹមតែប៉ុណ្ណោះក៏យើងក៏មានបាទឆាយាំបាទខ្មែរយើងគឺដើម្បីបាទគឺនៅលេងបាទកំដរបរិយាកាសសម្រាប់បងប្អូនដែលគាត់បាទប្រណាំងហើយថ្ងៃនេះក៏មានលោកនាយកសាខាបាទប្រចាំអាតូមីកម្ពុជាលោកក៏បានមកចូលរួមបាទលើកទឹកចិត្តទៅដល់បងប្អូនសមាជិកហើយនៅក្នុងចំណោមហ្នឹងក៏មានសមាជិកក្រុមប្រឹក្សាអាតូមីបាទព្រមទាំងថ្នាក់ដឹកនាំលោកក៏បានចូលរួមដើម្បីរត់បាទដើម្បីយកមេដាយផងដែរហើយសម្រាប់លោកខ្ញុំបាទស្ដាយដែរដែលអត់បានទៅជួបបានចូលរួមរត់តែគាត់យ៉ាងហោចណាស់ក៏បានទៅលើកទឹកចិត្តដល់បងប្អូនអរគ្នាផងដែរបាទអញ្ចឹងថ្នាក់នាំយើងគាត់ក៏បានដល់គោលដៅគាត់សប្បាយចិត្តមែនទែនបាទអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនអរគ្នាវគ្គក្រោយកុំភ្លេចណាបាទយើងចូលរួមឲ្យបានច្រើនអរគ្នាហើយយើងក៏មានការចូលរួមនៅខាងបសិនុហើយមិនត្រឹមតែប៉ុណ្ណោះបងប្អូនទាំងនេះអាតូមីកម្ពុជាក៏បានរួមចំណែកចូលរួមបាទដើម្បីចែកជាកាហ្វេដើម្បីជូនឲ្យខ្ញុំនេះក៏បានកាហ្វេមួយដែរបងប្អូនទាំងនេះបាទអញ្ចឹងចែកកាហ្វេជូនទៅកាន់បងប្អូនដែលគាត់បានចូលរួមអញ្ចឹងបងប្អូនដែលបានទទួលជាមួយនឹងកាហ្វេអាតូមីកុំភ្លេចណាបងប្អូនយកទៅបាទឆុងញ៉ាំទាំងអស់គ្នាណាបាទពួកកាហ្វេអាតូមីគឺមានរសជាតិឆ្ងាញ់បាទអញ្ចឹងបើសិនជាបងប្អូនអត់បានសាកទេកុំភ្លេចណាបាទសាកជាមួយនឹងបាទហើយបងប្រុសបាទកំហៀងលោកគាត់ថាអ្នកទទួលបានមេដាយមួយបើទៅគឺទឹកមុខស្នាមញញឹមគឺសប្បាយរីករាយមែនទែនបងប្អូនអ្នកគ្នាណាបាទពួកគាត់ថាតែទទួលបានមេដាយរត់មកដល់គោលដៅបាទហើយទាំងអស់នេះគឺជាសកម្មភាពជាការរួមចំណែកដ៏ធំធេងមួយបាទទៅដល់ខ្មែរយើងបាទអញ្ចឹងបងប្អូនគ្រាន់តែឃើញតែរូបភាពក៏ដឹងតែសប្បាយដែរធ្វើអត់មិនចាំបាច់ខ្ញុំនិយាយច្រើនទេប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនដែលបានចូលរួមផ្ទាល់រត់ប្រកាសជាមានអារម្មណ៍សប្បាយរំភើបរីករាយដោយសារតែយើងរត់បានទាំងសុខភាពហើយយើងបានរួមចំណែកបាទជួយទៅដល់បាទមន្ទីរពេទ្យបាទអញ្ចឹងថវិកាដែលយើង
ចូលរួមនឹងការជាវជាមួយនឹងសម្បត្តិរត់នេះគឺយើងចូលរួមចំណាយជួយទៅដល់កុមារនៅកម្ពុជាយើងបាទអញ្ចឹងដូចប្រកបដែលទទួលបានជាមួយនឹងមេដាយបាទមេដាយម្នាក់មួយបាទអញ្ចឹងបងប្អូនទាំងនេះឃើញនេះពួកគាត់ក៏បាននាំគ្នាថតរូបដើម្បីទុកជាអនុស្សាវរីយ៍ពួកអីមិនមានងាយដែលយើងរៀបចំកម្មវិធីនេះឡើងទេបងប្អូនទាំងនេះណាអញ្ចឹងលើកទឹកចិត្តបាទលើកទឹកចិត្តហើយលើកទឹកចិត្តទៀតកុំភ្លេចបាទវគ្គក្រោយៗកុំភ្លេចណាចូលរួមហើយបងថៃរៈវង្សគាត់ក៏បានទទួលមេដាយមួយដែរបាទតែគាត់បានរត់ចម្ងាយដល់គោលដៅជោគជ័យហើយបាទហើយសប្បាយណាស់មើលទៅហើយចាំមើលម្ចាស់រូបបាទពេលដែលឃើញកំពុងតែរំបែបនេះនឹងគាត់មានអារម្មណ៍សប្បាយទេបើសប្បាយរីករាយកុំភ្លេចណាបាទម្ចាស់រូបបាទបានឃើញហើយកុំភ្លេចចូលទៅ comment ផងមិនដែរបាទសប្បាយអត់បាទក្រោយពីរត់ហើយទទួលមេដាយហើយគឺរំបាទបត់ Madison អញ្ចឹងមានបងប្អូនដែលកំពុងតែទស្សនានៅចេះរំបត់ Madison អត់បាទអញ្ចឹងបងប្អូនឃើញនេះគឺសុទ្ធតែទស្សនវិជ្ជាអ្នកចូលរួមទៅច្រើនមែនទែនបងប្អូនទាំងគ្នាណាខ្ញុំនឹកស្មានថាមានអ្នកចូលរួមច្រើនអញ្ចឹងទេបាទដោយសារតែពួកគាត់សុទ្ធតែអ្នកស្រឡាញ់ជាមួយនឹងសុខភាពបាទដើម្បីមករត់ឲ្យដល់វគ្គបាទបោះបាល់ដើម្បីយកកាដូអញ្ចឹងនិយាយថាអង្គនៅថ្ងៃនេះគឺជាថ្ងៃសិទ្ធិរីអញ្ចឹងចំពោះបរោះបោះបានតែម្ដងទេបាទតែបោះចូលគឺអត់ទទួលបានកាដូទេបងប្អូនទាំងគ្នាណាបាទអញ្ចឹងមានសិទ្ធិបោះតែម្ដងទេហើយបងប្អូនហើយដោយសារតែស្ដាយមែនតើកំពុងតែមនុស្សជុំបាទច្រើនមែនតើបែរជាសុកមេរលឹមភ្លៀងមកគឺទៅជាជុំមកបងប្អូនទាំងគ្នាហើយក៏មានបងប្អូនខ្លះក៏គាត់ធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញដោយសារតែចាប់ដើមមេរលឹមហើយចំពោះបងប្អូននេះបាទបងស្រីចាំមើលបាទបងប្អូនស្រីគាត់បោះមួយបោះអត់ចូលទេណាបាទបោះលើកទី2ចាំមើលអត់ចូលទៀតបាទមកធ្លាក់មួកនេះបងប្អូនដែលគាត់នៅចាំបាទបោះលើកទី3បោះតទៅចូលឃើញអត់អញ្ចឹងអាងតែថ្ងៃសិទ្ធិរបស់គាត់ទោះបីជាបោះមិនចូលក៏ឲ្យបោះតទៅចូលបាទអញ្ចឹងបោះចូលទៅបានកាដូហើយចំពោះបងប្អូនស្រីវិញគាត់ពូកែមែនតើបោះតែម្ដងចូលបាទអញ្ចឹងទទួលបានកាដូហើយចំពោះណាឃើញទេប្រឃើញទេបានតែម្ដងទេបងប្អូនបោះតែមួយតែអត់ចូលគឺអត់ហើយចំពោះបងប្អូនស្ត្រីបាទមិនត្រឹមតែប៉ុណ្ណោះគឺទទួលបានកាដូច្រើនមែនតើបាទទាំងផ្កាបានទាំងជាមួយនឹងថង់ទុកជាអនុស្សាវរីយ៍បាទដើម្បីចែកជូនទៅដល់ថ្ងៃទិវាសិទ្ធិស្ត្រីអញ្ចឹងផុតពីនឹងទៅសិទ្ធិបរោះវិញហើយអត់និយាយលេងទេបងប្អូនទាំងនេះណាបាទអញ្ចឹងបងប្អូនឃើញសុទ្ធតែមានបងប្អូនបាទមិនថាបងប្អូនជនជាតិខ្មែរយើងឬមួយក៏បងប្អូនដែលគាត់ជាជនបរទេសគាត់ចូលរួមច្រើនមែនតើបាទនៅក្នុងព្រឹត្តិការណ៍នេះគឺអ្នកចូលរួមច្រើនអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនដែលបានចូលរួមផ្ទាល់ប្រកាសជាគាត់ឃើញពីសកម្មភាពបាទដែលបងប្អូនយើងដែលគាត់ចូលរួមបាទសិតតែកាដូបងអ្នកដែលបានកាដូសប្បាយណាមួយសិតបានកាដូបានផ្កាផងបានទាំងថងយួរផងបាទអញ្ចឹងចំពោះបងប្អូនបរោះកុំចំណែនណាពួកអីថ្ងៃនេះជាសិតគាត់បាទអញ្ចឹងទៅគាត់ទទួលបានកាដូនឹងជាត្រឹមត្រូវហើយបាទបងប្អូនគាត់កំពុងតែធ្វើការចែកផ្កាទៅកាន់បងប្អូនស្ត្រីហើយខ្ញុំដោយសារតែបរោះអត់បានទេបាទហើយនៅក្នុងនេះក៏រួមចំណាយជាមួយនឹងលោកនាយកសាខាលោកក៏ទទួលបានសរសើរជាមួយនឹងការចូលរួមជាមួយនឹងថ្ងៃដែលយើងចូលរួមកម្មវិធីនឹងផងដែរណាហើយក៏អបអរសាទរទៅដល់បងប្អូនទាំង3រូបដែលទទួលបានជ័យលាភីលេខ1លេខ2លេខ3បាទដែលប្រកួតបាទបកកែរត់មែនទែនគឺចម្ងាយ10គីឡូបងប្អូនទាំងគ្នាអញ្ចឹងអ្នកដែលគាត់ពូកែរត់បាទគាត់រត់បានឆ្ងាយមែនទែនហើយអ្នកដែលស្ដាប់ហ្នឹងរត់បានគីឡូដែរបាទសូមជួយខមមិននៅខាងក្រោមផងណាបាទប្រកួតដោយសារតែយើងបើអ្នកអត់ដែររត់ទេប្រកួតជាហត់តែប្រកួតប្រហែលជាគាត់អ្នកស្រឡាញ់កីឡាបងប្អូនទាំងគ្នាបាទហើយមិនត្រឹមតែនោះយើងក៏មានខាងបងប្អូនខាងឆៃយ៉ាមគាត់ក៏បានបាទចូលរួមដើម្បីបាទអបអរសាទរក្នុងការលេងដើម្បីទៅកាន់បងប្អូនទាំងគ្នាដែលចូលរួមសម្ដាប់ផងដែរបាទហើយមិនត្រឹមតែប៉ុណ្ណោះក៏នេះបងប្អូនដែលគាត់នៅវ័យតូចៗបងប្អូនទាំងនេះបាទគាត់ប្រកែរត់មែនទែនហើយបងប្អូនស្រីដែលជាជនជាតិប្រាំងបាទគាត់ទទួលបានជ័យលាភីលេខ3ហើយបងប្អូនខ្មែរយើង2នាក់ទៀតក៏ទទួលបានលេខ1
ហើយក៏សូមអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូនេះរឿងវែងតិចណាបងប្អូនទាំងគ្នាណាបាទដោយសារនេះខ្ញុំកាត់ខ្លីៗផងហើយសូមអរគុណសូមជម្រាបលាបាយបាយ